បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយធម្មតាខ្ញុំនាំយកនៅអត្ថបទដែលតទៅទៅនឹងប្រវត្តិសាស្ត្រមួយមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាលោកកេងវ៉ាន់សារងការបាញ់ប្រហារនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ1955ពុកម៉ែបងប្អូនទាំងអស់គ្នាបើយោងតាមការសិក្សាស្រាវជ្រាវដោយលោកឈឹមសេរីភួនបានដឹងថានៅពេលដែលកាសែតរបស់គណៈបកប្រជាជនត្រូវអាជ្ញាធរលែងឲ្យចេញផ្សាយនិងចាប់និពន្ធនាយកយកទៅកាត់ទោសដាក់ពន្ធនាគារនោះកាសែតប្រជាធិបតេយ្យរបស់គណៈបកប្រជាធិបតេយ្យមិនមានបញ្ហាអ្វីទេគឺចេញផ្សាយជាធម្មតាប៉ុន្តែបេក្ខជនតំណាងរាស្ត្រគណៈបកប្រជាធិបតេយ្យឈ្មោះសារិនតុងត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនហើយមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតក៏រងការគំរាមកំហែងផងដែរនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាធិបតេយ្យមានមួយក្រុមជាអ្នកកាន់និន្នាការស្ដាមនិយមនិងមួយក្រុមទៀតជាអ្នកប្រកាន់និន្នាការឆ្វេងនិយមពួកឆ្វេងនិយមនេះក៏មានគំនិតដូចមេដឹកនាំគណៈបកប្រជាជនដែរពួកគេយល់ឃើញថាបើឈ្នះឆ្នោតពួកគេនឹងធ្វើការអភិវឌ្ឍប្រទេសដោយឈរលើមូលដ្ឋានលទ្ធិសង្គមនិយមនិងពង្រឹងទំនាក់ទំនងការទូតជាមួយនឹងបណ្ដាប្រទេសសង្គមនិយមទាំងអស់នៅលើសកលលោកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ចលនាសង្គមរាស្ត្រនិយមរបស់សម្ដេចនរោត្តមសីហនុមានប្រៀបជាងគណៈបកនយោបាយទាំងអស់ដែលជាគូប្រកួតរបស់ខ្លួនដែរសូម្បីតែគណៈបកប្រជាធិបតេយ្យធ្លាប់តែឈ្នះឆ្នោតភ្លុកទឹកភ្លុកដីតាំងពីឆ្នាំ1947មកនោះក៏មានការស្រុតចុះនៅសល់តែអ្នកគាំទ្របន្តិចបន្តួចប៉ុណ្ណោះដោយសារតែចលនាសង្គមរាស្ត្រនិយមមានរាជរដ្ឋាភិបាលកាន់អំណាចមានកម្លាំងកងទ័ពនិងនគរបាលទាំងអស់នៅក្នុងកណ្ដាប់ដៃស្រាប់តែម្ដងជាមួយគ្នានោះមន្ត្រីរាជការនៅក្រោមក្រសួងនានាដែលជាសកម្មជនរបស់គណៈបកប្រជាធិបតេយ្យជាង100នាក់ត្រូវបានបាត់បង់តំណែងនិងតួនាទីដោយសារតែពួកគេរឹងទទឹងមិនព្រមចូលរួមនៅក្នុងចលនាសង្គមរាស្ត្រនិយមសម្ដេចនរោត្តមសីហនុបានប្រកាសប្រាប់ប្រជារាស្ត្រថាមេដឹកនាំគណៈបកប្រជាជនទាំងអស់សុទ្ធតែជាពួកកុម្មុយនីសគ្មានសាសនានៅក្នុងការឃោសនារកសម្លេងឆ្នោតបេក្ខជនចូលឈ្មោះតំណាងរាស្ត្ររបស់គណៈបកប្រជាធិបតេយ្យនិងគណៈបកប្រជាជនព្រមទាំងអ្នកបោះឆ្នោតគាំទ្រផងដែរត្រូវរងការគំរាមកំហែងនិងចាប់ខ្លួនបេក្ខជនរបស់គណៈបកប្រជាជន3រូបត្រូវចាប់ខ្លួនដាក់ពន្ធនាគារហើយសកម្មជនរបស់គណៈបកប្រជាជន20នាក់ទៀតត្រូវបានគណៈកម្មការត្រួតពិនិត្យអន្តរជាតិ ICC រាយការណ៍ថាត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងនោះរួមមានឈ្មោះត្រឡាយនិងសើងស៊ីច័ន្ទចំណែកឯស្នាក់ការរបស់គណៈបកប្រជាធិបតេយ្យនៅខេត្តបាត់ដំបងត្រូវគេវាយលុកបំផ្លាញគណៈដែលស្នាក់ការធំរបស់គណៈបកនៅក្រុងភ្នំពេញត្រូវកម្លាំងប៉ូលីសឡោមព័ទ្ធកាសែតរបស់គណៈបកប្រឆាំងបានចុះផ្សាយថាប្រជានុរាស្ត្រមានសិទ្ធិបោះឆ្នោតនៅតាមភូមិស្រុកនានាត្រូវរងការបំផិតបំភ័យធ្វើបាបឬអាចនឹងសម្លាប់ចោលទៀតផងប្រសិនបើនរណាម្នាក់មិនបោះឆ្នោតគាំទ្រចលនាសង្គមរាស្ត្រនិយមប្រជារាស្ត្រទូទៅត្រូវគេបង្ខំឲ្យចូលជាសមាជិករបស់ចលនាសង្គមរាស្ត្រនិយមហើយគេដឹងថានរណាម្នាក់មានបំណងបោះឆ្នោតឲ្យគណៈបកផ្សេងទៀតនោះមុខជារងនៃការធ្វើទុកបុកម្នេញជាក់ជាមិនខានកាសែតរបស់គណៈបកប្រឆាំងបានផ្សាយការរិះគន់ទៀតថាចលនាសង្គមរាស្ត្រនិយមបានប្រើល្បិចមួយទៀតគឺឲ្យប្រជារាស្ត្រនៅតាមភូមិស្រុកនានាទៅស្បត់ចំពោះមុខវត្ថុស័ក្តិសិទ្ធិទាំងឡាយណាបើសិនជាពួកគេមិនបោះឆ្នោតឲ្យចលនាសង្គមរាស្ត្រនិយមទេសូមវត្ថុស័ក្តិសិទ្ធិទាំងនោះបំផ្លាញពួកគេទៅចុះកាសែតអាហ្វប៉េរបស់បារាំងក៏បានចុះផ្សាយអំពីការចាប់ខ្លួនរបស់មេដឹកនាំប្រឆាំងឆ្វេងនិយមនិងការវាយយកកម្លាំងប៉ូលីសនៅគ្រប់ទិសទីជាពិសេសនៅក្បែរស្ថានីយ៍បោះឆ្នោតតែទោះបីជាយ៉ាងណាក៏ដោយក៏គណៈបកប្រជាធិបតេយ្យបានរៀបចំការឃោសនារកចម្លេងឆ្នោតនៅតាមបណ្ដាខេត្តនានាបានយ៉ាងល្អដោយមានវិក្កាមិនភាគច្រើនសុទ្ធតែអ្នកមានបទពិសោធន៍ខាងនយោបាយនិងមានចំណេះដឹងខ្ពស់ចំណែកឯវិក្កាមិនវ័យក្មេងដែលពួកឆ្វេងនិយមរបស់គណៈបកប្រជាធិបតេយ្យធ្លាប់មានទំនាក់ទំនងជាមួយនឹងគណៈបកប្រជាជនដែលជាអតីតពួកខ្មែរអេសរៈសិទ្ធនិងពួកវៀតមិញ
បានឃោសនារិះគន់សម្ដេចនរោត្តមសីហនុបានចុះទៅលេខាព្រមព្រៀងទទួលជំនួយយោធានិងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាលអំពីខែឧសភានោះផងដែរហើយពួកគេឃោសនាថាការទទួលជំនួយនេះនឹងធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅក្រោមចំណុះរបស់សហរដ្ឋអាមេរិកចំណែកឯពួកវីគ្មិនរបស់គណៈបកប្រជាធិបតេយ្យមានវ័យចាស់បានសម្ដែងនៃការយល់ស្របចំពោះការប្រកាន់ជំហរជាក្រិតនិងគោលការណ៍បញ្ជាសិលាមិនឲ្យចូលបកសម្ព័ន្ធរបស់សម្ដេចនរោត្តមសីហនុពិតមែនតែបានបង្ហាញឲ្យឃើញនៅនិន្នាការតូទន់របស់ពួកគេទៅរកសហរដ្ឋអាមេរិកនិងបារាំងហើយពួកគេក៏ចង់ឲ្យសម្ដេចនរោត្តមសីហនុភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសកុម្មុយនីសផងដែរក្នុងយុទ្ធនាការឃោសនារកចម្លែងឆ្នោតអាជ្ញាធររាជធានីភ្នំពេញខេត្តបានធ្វើការគៀបសង្កត់ទៅលើប្រជារាស្ត្រដែលដឹងច្បាស់ថាមិនគាំទ្រចលនាសង្គមរាស្ត្រនិយមហើយវិទ្យុជាតិបានក្លាយទៅជាកម្មសិទ្ធិផ្ដាច់មុខរបស់ចលនាសង្គមរាស្ត្រនិយមតែម្នាក់ឯងសំសេរីអគ្គលេខាធិការរបស់ចលនាសង្គមរាស្ត្រនិយមរងការចោទប្រកាន់ថាបានគំរាមកំហែងធ្វើបាបសកម្មជនរបស់គណៈបកប្រជាធិបតេយ្យនិងគណៈបកប្រជាជនដោយបានប្រើដៃជើងរបស់គាត់មកបាញ់ទៅលើកេងវណ្ណស័ក្តិដែលជាអគ្គលេខាធិការរបស់គណៈបកប្រជាធិបតេយ្យដែលកំពុងតែឃោសនាវាយប្រហាររបបរាជានិយមនិងសម្ដេចនរោត្តមសីហនុនៅខាងមុខទីស្តីការក្រសួងឃោសនាការដែលស្ថិតនៅខាងជើងទីលានប្រជាធិបតេយ្យសពថ្ងៃនេះប៉ុន្តែសំណាងល្អលោកកេងវណ្ណស័ក្តិបានរួចជីវិតដោយសារតែគ្រាប់កាំភ្លើងរបស់ឃាតករបាញ់ខុសគោលដៅទៅអ្នកដែលបើកបររថយន្តឲ្យសាំងសុលហ្វេណងដេសទៅវិញពេលនោះកាសែតរបស់បកពលករវៀតណាមខាងជើងក៏បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នៅការចាប់ខ្លួននិងគំរាមកំហែងលើគណៈបកប្រជាជននៅក្នុងការឃោសនានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាផងដែរបើជាសូមបញ្ចប់បានតែត្រឹមនេះសិនបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបានអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា